ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមកធ្វើម្ហូបអ៊ីតាលីមកដែលមានឈ្មោះថា Chimi di Dappa ជាមួយនឹង spaghetti Chimi di Dappa នេះគឺជាប្រភេទឈ្មោះគេណាអ្នកទាំងអស់គ្នា Chimi di Dappa ហើយអាហ្នឹងខ្ញុំយកមកធ្វើជ្រក់មៀនក៏ឆ្ងាញ់ដែរជ្រក់មៀនណាឆ្ងាញ់មែនតើហើយសម្រាប់ម្ហូបហ្នឹងគឺងាយស្រួលហើយលឿនទៀតហើយនៅខែត្រជាក់អញ្ចឹងសម្បូរបន្លែហ្នឹងហើយអញ្ចឹងយើងមកធ្វើទាំងអស់គ្នាចាហើយគ្រឿងរបស់យើងមាន Chimi di Dappa spaghetti olive ម្ទេសហើយនឹងប្រភេទត្រីនេះចាប្រភេទត្រីហ្នឹងឥឡូវនេះយើងដាក់ទឹកសិនហើយចាប់តាមធ្វើទាំងអស់គ្នាកំឡុងពេលយើងដាំទឹកដើម្បីស្ងោរបន្លែរបស់យើងឥឡូវនេះយើងមកហាន់ខ្ទឹមសិនឲ្យចំណិតទូចៗអញ្ចឹងណាហើយឥឡូវទឹកយើងពុះហើយយើងបង់បន្លែចូលហើយនឹងដាក់អំបិលណាអ្នកទាំងអស់គ្នាយើងដាក់អំបិលមកល្មមទៅឲ្យវាមានជាតិអញ្ចឹងណាហើយបន្ទាប់មកយើងច្រូចប្រេងតិចទៅដើម្បីឲ្យពណ៌បន្លែយើងហ្នឹងនៅតែស្រស់ទោះបីយើងចម្អិនបាន70%មែនប៉ុន្តែបន្លែយើងនៅស្រស់អញ្ចឹងណា70% 80% បានហើយបន្លែហ្នឹងអ្នកទាំងអស់គ្នាតែមិនអញ្ចឹងទេបែកវល់ពេលយើងលាយជាមួយប៉ាស្តាចាហើយឥឡូវហ្នឹងយើងស្រង់ទឹកចេញអស់ហើយទឹកហ្នឹងយកជះចោលហើយអ្នកទាំងអស់គ្នាយើងទុកដាក់លាយជាមួយទឹកប៉ាស្តាយើងដើម្បីឲ្យវាមានជាតិអញ្ចឹងណាកុំឲ្យវាបាត់បង់ជាតិអញ្ចឹងទៅនឹងដាក់វាឲ្យស្រស់ទឹកអញ្ចឹងទៅចាបន្លែរបស់យើងរួចរាល់ហើយយើងដាក់វាឲ្យស្រស់ទឹកទៅវគ្គស្ងោរប៉ាស្តាចាឥឡូវយើងដាំទឹកពុះហើយយើងដាក់ប៉ាស្តាចូលហើយប៉ាស្តាកុំភ្លេចដាក់អំបិលតិចផងដើម្បីឲ្យប៉ាស្តាយើងមានជាតិបន្ទាប់មកយើងដាក់ចម្អិនវារយៈពេល9ទៅ10នាទីតាមភេទប៉ាស្តាអញ្ចឹងណាហើយឥឡូវយើងមកឆាគ្រឿងយើងប្រើប្រេងអូលីវច្រើនតិចសម្រាប់ម្ហូបហ្នឹងណាចាហើយឆាខ្ទឹមយើងឲ្យឈ្ងុយចាំយើងដាក់ត្រីហ្នឹងប្រៃអ្នកទាំងអស់គ្នាអញ្ចឹងដាក់ល្មមសិនហើយឆាវាចូលគ្រឿងអស់ភ្លក់សិនមួយស្ទើយើងថែមទៀតទៅចាហើយយើងបបែកសាច់វាអញ្ចឹងអស់ទៅហើយខ្ញុំថែមទៀតឲ្យសាវាស្ទើបន្ទាប់មកយើងដាក់ម្ទេសបើសិនជាមានម្ទេសក្រៀមដាក់ម្ទេសស្រស់ក៏បានដែរពីរនឹងដាក់មួយណាក៏បានដែរអ្នកទាំងអស់គ្នាគាត់ណាម្ទេសនេះអត់សូវហឹរខ្លាំងទេហឹរតិចតិចទេអញ្ចឹងសម្រាប់ជនជាតិអ៊ីតាលីគេញ៉ាំប្រភេទហ្នឹងតែបើខ្មែរយើងញ៉ាំម្ទេសលាយម្ទេសស្រស់បានឆ្ងាញ់បានហឹរណាឥឡូវចាក់បន្លែយើងចូលទៅហើយយើងឆាវាថ្នមកុំឲ្យវាបែកបន្លែនឹងពេកណាព្រោះខ្ញុំចម្អិននឹងឈុលតែប៉ុន្តែថាចម្អិនរយៈតែ70% 80% បានតែបន្លែហ្នឹងវាច្រើនពេកឥឡូវយើងចាប់ទុកសម្រាប់ញ៉ាំតែបន្លែទេអញ្ចឹងណាចាបន្ទាប់មកចាក់ប៉ាស្តាយើងចូលមកជាការស្រេចអ្នកទាំងអស់គ្នាយើងឆា spaghetti ជាមួយនឹងបន្លែហ្នឹងឲ្យវាចូលជាតិគ្នាអញ្ចឹងទៅចាឈុំឲ្យវាចូលជាតិគ្នាមិនទី2នាទីអញ្ចឹងណាបន្ទាប់មកយើងអាចរៀបចំដាក់ចានបានលឿនហើយស្រួលទៀតហើយឆ្ងាញ់ទៀតបើថែមម្ទេសស្រស់បន្តិចអូឆ្ងាញ់ហើយឥឡូវយើងមករៀបដាក់ចានចាមិនសូវប៉ិនតុបតែងចានទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងspaghetti ជាមួយនឹងបន្លែ Chimi di Dappa របស់យើងរួចទេអ្នកទាំងអស់គ្នា complex សាកណា Thank you so much guys for watching my video and I hope you guys will like and I see you guys on my next video bye